ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះឡៃវិចា AKA វិចាហើយខ្ញុំគឺជាបេក្ខជនមកពីខេត្តព្រៃវែងហើយសប្តាហ៍ថ្ងៃខ្ញុំជា freelance producer នៅឯរាជធានីភ្នំពេញសប្តាហ៍ថ្ងៃ freelance producer ហ្នឹងគឺខ្ញុំធ្វើជាលក្ខណៈចម្រៀងក៏ដូចជាខ្លះទៅក៏ធ្វើតា lyric ឬក៏ធ្វើតា melody តាមដែល client ចង់បានមានអារម្មណ៍ថារៀងភ័យបងដោយសារកាលមុនធ្លាប់តែជាកាមេរ៉ាមែនដើរថតគេឥឡូវគេថតវិញរៀងភ័យប៉ុន្តែអត់អីក៏សប្បាយចិត្តដែលមានឱកាសមកអង្គុយនៅកន្លែងនេះមូលហេតុដែលខ្ញុំដាក់ពាក្យមកប្រឡង Rapper Fighter Season 2 នេះដោយសារខ្ញុំចង់ពង្រឹងសមត្ថភាពខ្លួនឯងហើយនឹងខ្ញុំចង់ឃើញពីស្ថានភាពនៅខាងក្រៅដោយសារខ្ញុំរាល់ថ្ងៃខ្ញុំនៅតែក្នុង studio អញ្ចឹងទៅខ្ញុំចង់មកពង្រឹងពីសមត្ថភាពខ្លួនឯងសម្រាប់ខ្ញុំដែលជាអ្នកភូមិជាមួយ Belly ក៏ដូចជា best friend ផងដែរពេលដែលឃើញគាត់ឡើង perform មុនខ្ញុំនេះគឺខ្ញុំសប្បាយចិត្តដែលឃើញមិត្តភ័ក្តិធ្លាប់តែធ្វើការមួយគ្នាដើរមួយគ្នារហូតមកហើយឃើញគាត់ឡើងលើ stage ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្ញុំប្រោនទៅលើគាត់មែនតើកាលពីមុនខ្ញុំធ្លាប់ដើរប្រកួតកម្មវិធីច្រើនដែរប៉ុន្តែជាកម្មវិធីបែបចម្រៀង pop ធម្មតាប៉ុន្តែនេះគឺជាលើកទី1ដែលខ្ញុំឈានជើងចូលក្នុងវិស័យ hip hop ក្នុងការប្រឡងមួយនេះសម្រាប់ idol ខូចទាំង4នេះគឺសិតតែជា idol របស់ខ្ញុំហើយខ្ញុំសិតតែស្ដាប់បទគាត់រហូតហើយប៉ុន្តែបើសិនជាឲ្យខ្ញុំជ្រើសយកមួយអ្នកដែលខ្ញុំទុកក្នុងចិត្តនេះគឺបង King Chi ដោយសារខ្ញុំចូលចិត្តពាក្យជួនរបស់គាត់ clear របស់គាត់ការលេងពាក្យកលាស់របស់គាត់គឺលយមែនតើជប់សិនអ្នកទាំងអស់គ្នាអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងធ្វើការឡើង perform លើឆាកអញ្ចឹងសូមកុំភ្លេចគាំទ្រវិចាดังสลับនៅលើមេឃខ្ញុំក្រឡេកមកឃើញតន្ត្រីប្រឹងហោះឆ្វែងឆ្វាត់ឆាប់ចំណេះដូចជាចំណៃមានចំណងធ្វើជាអ្នកមានគំនិតធ្វើជាសិទ្ធិមានក្របពូជាកសិករបន្តជាងផ្លែធ្វើជាកវីហើយខ្ញុំគឺជាជំនាន់ក្រោយដែលអ្នកសោយមិនណោះចង់បាច់ខ្ញុំជាអាវុធជំនួយអ្នករត់ចូលគ្រប់ចន្លោះវាបាច់ខ្ញុំដូចបងឯងអ្នកស្ដាប់សុំថាខ្ញុំឆ្លើយថាតោះដល់វេលាដែលត្រូវបង្ហាញសមត្ថភាពពីធំចម្រោះសន្ទរកថាក្មេងម្នាក់ដែលចេញពីខេត្តអត់តែស្គាល់តន្ត្រីស្គាល់តែត្រីនៅបឹងកឆែតអត់តែស្ដាប់ចម្រៀងស្ដាប់តែធម៌ទំនួញប្រែតតែឥឡូវវាឡើងសេរីសមីមកដាក់ពាក្យចូលប្រឡងចម្រៀង rap Okay go អ្នកស្ដាប់ខ្ញុំមកចំហគេចង់ដឹងអត្តន័យដែលខ្ញុំនិយាយទៅមុខបន្តគេចង់ដឹងអត្តរូបដែលខ្ញុំនេះខុសដូចទឹកបប Let me do it some more នៅពេលដែល flow ខ្ញុំដូចថ្មសុថាអ្នកណាគេចង់តសុថាអ្នកណាគេចង់តនៅពេលដែលខ្ញុំលេងសំដីអ្នកស្ដាប់គេភ័យពូប្រហោងបើសិនជាអ្នកហ៊ានប្រហែសខ្ញុំមកអ្នកឆៃដូចទីមកខ្ញុំមកអ្នកហោះទៅលើវាហាចាស់ដាក់ក្នុងបញ្ជីចុកអ្នកមកស៊ីភៅ That's not the enemy ខ្ញុំមិនអ្នកដេកសាំចាំដូច melody ខ្ញុំមិនអ្នកដេកបាំងកាំងព្រោះដូចជាអាគីមីដាក់ចូលស៊ីធីគេថាអស់ចាក្មេងធ្លាប់តែស៊ីបាយកឥឡូវវាសក់ជា superstar ក្មេងធ្លាប់តែជន់លើដីឥឡូវវាឡើងជន់វេទិកាក្មេងធ្លាប់តែដើរកំសត់ឥឡូវវាកត់តែភានីហាចាពេលដាក់ក្នុងតន្ត្រីបាត់នេះឲ្យអ្នកហើបគូតចេញពីកៅអីបាត់នេះឲ្យអ្នកហោះបើសិនអ្នកយល់ពីសំដីក្មេងម្នាក់ដែលចេញពីស្រែខ្មែរម្នាក់ដែលចេញពីព្រៃវែងទៅដាងស្លាប់នៅលើមេឃខ្ញុំក៏លេងមកឃើញតន្ត្រីប្រឹងហោះឆ្វែងឆ្វាត់ឆាប់ចំណេះដូចជាចំណៃដូចជាអ្នកមានគំនិតធ្វើជាសិទ្ធិមានក្របពូជាកសិករបន្តចេញផ្លូវធ្វើជាកវីហើយខ្ញុំគឺជាជំនាន់ក្រោយដែលអ្នកសោយមិនណោះចង់បាច់ខ្ញុំជាអាវុធជំនួយអ្នករត់ចូលគប់យន្តឡោះពាក្យបាច់ខ្ញុំដូចបងឯងនៅស្ដាប់សំខាន់ខ្ញុំឆ្លើយថាតោះដល់វេលាដែលត្រូវបង្ហាញសមត្ថភាពពីធំចម្រោះជំរាបសួរបងអាចណែនាំខ្លួនក៏ដូចជាប្រាប់ពីទីតាំងបានមកពីណាដែរសូមជឿបាទជំរាបសួរបងគណៈកម្មការនិងទស្សនិកជននៅទីនេះទាំងអស់ខ្ញុំបាទឈ្មោះវិចាមកពីខេត្តព្រៃវែង